មុននឹងបងប្អូនសម្រាប់ចិត្តបោះឆ្នាំងចាស់ចោលឬក៏លក់វាឲ្យទៅអេតចាយសូមបងប្អូនទស្សនាវីដេអូមួយនេះឲ្យដល់ចប់សិនបងប្អូនអាចយកវាមកច្នៃចេញជាចង្ក្រានសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃបានសម្រាប់ឆ្នាំងចាស់មួយនេះខ្ញុំបានកែច្នៃវាឲ្យក្លាយទៅជាចង្ក្រានសម្រាប់អាំងសាច់ឬក៏យើងអាចយកវាទៅដាំបាយដាំទឹកជាដើមមកបងប្អូនចំណាយពេលប្រហែល3នាទីមកទស្សនាពីរបៀបធ្វើចង្ក្រានជាមួយខ្ញុំទាំងអស់គ្នាសម្រាប់ឆ្នាំងមួយនេះមើលទៅវាពិតជាចាស់មែនទែនតែវាមិនធ្វើឲ្យទេយើងអាចកែច្នៃវាចេញទៅជាចង្ក្រានដ៏រឹងមាំបានអ្វីដែលខ្ញុំត្រូវធ្វើមុនគេបង្អស់នោះគឺខ្ញុំចាប់ផ្ដើមរើសវែងនិងកាត់ផ្នែកពុកចោលដើម្បីជួសជុលវាសាជាថ្មីហើយខ្ញុំចាប់ផ្ដើមរចនាម៉ូដដើម្បីឲ្យចង្ក្រានមួយនេះមើលទៅកាន់តែមានភាពស្រស់ស្អាតផ្នែកខាងលើគឺប្រហោងសម្រាប់ដាក់អោសដាក់ធ្យូងចំណែកឯផ្នែកខាងក្រោមគឺសម្រាប់ឲ្យផេះធ្លាក់មកក្រោមចំណុចសំខាន់នៃចង្ក្រានគឺត្រង់នេះឯងបងប្អូនបន្ទាប់ពីខ្ញុំគូរវារួចរាល់ហើយខ្ញុំចាប់ផ្ដើមកាត់តាមប្លង់អ្វីដែលខ្ញុំបានគូរការកាត់គឺវាទាមទារឲ្យបងប្អូនមានជំនាញក្នុងការកាត់និងការកាន់ម៉ូតូកាត់ឲ្យស្ទាត់ជំនាញបើមិនដូច្នោះទេវាអាចបង្កគ្រោះថ្នាក់ដល់បងប្អូនក៏ថាបានបន្ទាប់ពីខ្ញុំកាត់មុខចង្ក្រានរួចរាល់ហើយខ្ញុំចាប់ផ្ដើមកាត់បាតចង្ក្រានម្ដងដើម្បីប៉ះវាសាជាថ្មីបន្ទាប់ពីខ្ញុំកាត់បាតចង្ក្រានរួចរាល់ហើយនោះខ្ញុំចាប់ផ្ដើមប៉ះវាដើម្បីងាយស្រួលក្នុងការចាក់ស៊ីម៉ងជាដើមអូខេឥឡូវខ្ញុំបានជួសជុលបាតចង្ក្រានរួចរាល់ហើយខ្ញុំក៏ចាប់ផ្ដើមយកកង់រុញ4ដើម្បីយកមកចាប់ភ្ជាប់បាតចង្ក្រានក្នុងការងាយស្រួលចល័តវាទៅនេះទៅនោះម្ដងខ្ញុំចូលចិត្តយកកង់រុញមកចាប់នៅបាតចង្ក្រានដើម្បីឲ្យបងស្ត្រីងាយស្រួលក្នុងការប្រើប្រាស់ចង្ក្រានមួយនេះឥឡូវនេះខ្ញុំចាប់ផ្ដើមដេកូមុខចង្ក្រានរបស់ខ្ញុំបន្ថែមទៀតដើម្បីឲ្យវាមានភាពទាក់ទាញជាងមុនក្នុងការដេកូត្រង់នេះគឺវាធ្វើឲ្យចង្ក្រានយើងកាន់តែស្រស់ស្អាតជាពិសេសវាជួយទ្រូអស់ដើម្បីកុំឲ្យធ្លាក់មកខាងក្រោមផងដែរឥឡូវនេះខ្ញុំចាប់ផ្ដើមសម្អាតចង្ក្រានឲ្យស្អាតដើម្បីចាក់ស៊ីម៉ងសម្រាប់កអេតសម្រាប់បូកស៊ីម៉ងក្នុងបាតចង្ក្រានខ្ញុំត្រូវចាក់ស៊ីម៉ងឲ្យស្មើទៅនឹងប្រហោងខាងក្រោមដើម្បីងាយស្រួលក្នុងការយកផេះចេញម្ដងបន្ទាប់ពីខ្ញុំចាក់ស៊ីម៉ងចូលបាតចង្ក្រានបានស្អាតរួចរាល់ហើយនោះខ្ញុំចាប់ផ្ដើមកអេតឡើងកម្ពស់ប្រហែល 2 អេតឲ្យស្មើទៅនឹងប្រហោងខាងលើហើយខ្ញុំក៏សូមអភ័យទោសទៅដល់បងប្អូនផងដែរខ្ញុំមិនសូវពូកែកអេតនោះទេបើមានការខុសឆ្គងត្រង់ចំណុចណាសូមបងប្អូនកុំប្រកែកប្រកាន់អីពីព្រោះខ្ញុំមិនមែនជាជាងសំណង់នោះទេបន្ទាប់ពីខ្ញុំកអេតនឹងបូកស៊ីម៉ងនៃផ្នែកខាងក្រោមរួចរាល់ហើយនោះខ្ញុំចាប់ផ្ដើមរៀបដៃថ្នាំងអំពៅចូលសម្រាប់ដៃថ្នាំងអំពៅគឺខ្ញុំដាក់ឲ្យមានប្រហោងធំសមល្មមដើម្បីឲ្យផេះងាយស្រួលធ្លាក់ចូលទៅខាងក្រោមបន្ទាប់ពីខ្ញុំរៀបចំដៃថ្នាំងអំពៅបានស្អាតរួចរាល់ហើយនោះខ្ញុំចាប់ផ្ដើមចាក់ស៊ីម៉ងដើម្បីកអេតទៅលើកម្ពស់ប្រហែល1 អិតកន្លះទៀតតែលើកនេះខ្ញុំកអេតបាញ់ឈោមម្ដងប្រសិនបើបងប្អូនធ្វើចង្ក្រានប្រភេទនេះបងប្អូនអាចកអេតតាមរបៀបបងប្អូនក៏បានយើងអាចកអេតរបៀបណាក៏បានសំខាន់ឲ្យតែចង្ក្រានរបស់យើងនឹងគឺជាប់ល្អនិងមានភាពស្រស់ស្អាតការច្នៃអ្វីមួយសំខាន់គឺយើងចេះថែមថយដើម្បីឲ្យការច្នៃរបស់យើងនឹងមើលទៅកាន់តែស្អាតមួយកម្រិតទៀតបន្ទាប់ពីខ្ញុំកអេតនឹងបូកស៊ីម៉ងបានរួចរាល់ហើយខ្ញុំទុកវាឲ្យស្ងួតបន្តិចហើយខ្ញុំចាប់ផ្ដើមរើពុំចេញចំណុចចុងបញ្ចប់នៃចង្ក្រានមួយនេះគឺការធ្វើសន្ទះអាំងសាច់សម្រាប់សន្ទះអាំងសាច់មួយនេះខ្ញុំយកដៃសរសៃមកធ្វើតើបងប្អូនយល់យ៉ាងណាដែរបន្ទាប់ពីខ្ញុំយកឆ្នាំងដកកញ្ចាស់មួយដែលគេឈប់ប្រើប្រាស់មកច្នៃចេញជាចង្ក្រានបែបនេះសម្រាប់បងប្អូនវិញតើបងប្អូនគួរតែចោលឆ្នាំងមួយនេះឬក៏យកវាមកកែច្នៃចង្ក្រានដូចខ្ញុំសម្រាប់គំនិតខ្ញុំបើយកទៅលក់អេតចាយប្រហែលមិនបានថ្លៃនោះទេតែបើបងប្អូនយកមកច្នៃចេញជាចង្ក្រានបែបនេះគឺវាមានប្រយោជន៍ច្រើនណាស់ខ្ញុំហ៊ានធានាថាចង្ក្រានប្រភេទនេះគឺវារឹងមាំខ្លាំងណាស់បងប្អូនអាចប្រើវាបានច្រើនឆ្នាំបើនិយាយពីការចំណាយគឺវាមិនសូវអស់ច្រើននោះទេបងប្អូនអាចយកវាទៅដាំបាយដាំទឹកដាំស្លជាពិសេសបងប្អូនអាចយកវាទៅអាំងសាច់អាំងត្រីគឺមួយឆ្ងាញ់បើបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍សូមជួយចែករំលែកបន្តអរគុណសម្រាប់ការតាមដានវីដេអូខ្ញុំពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយៗទៀត Follow for more